បន្លែពណ៌លឿង3ប្រភេទផ្ទុកសារធាតុប្រឆាំងពិសេសខ្លាំងខាងកាត់ផ្ដាច់ឬដូងបានបន្លែមានច្រើនប្រភេទដែលគេបានចាត់ទៅតាមក្រុមបន្លែនីមួយៗមានដូចជាក្រុមបន្លែពណ៌សបន្លែពណ៌ក្រហមបន្លែពណ៌ស្វាយបន្លែពណ៌លឿងជាដើមទៅតាមពណ៌ផ្សេងៗនៅក្នុងនោះដែរគេបានសិក្សាឃើញថាក្រុមបន្លែពណ៌លឿងមានផ្ទុកនៅសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងជាងបន្លែផ្សេងៗជាពិសេសគឺកាត់ផ្ដាច់ឬដូងបាតនិងទប់សម្ពាធឈាមកុំឲ្យលើសជាការពិតណាស់បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Headline លោកវិជ្ជបណ្ឌិតសិទ្ធិរាចាំងឌីឯកទេសផ្នែកចំណីអាហារបានបញ្ជាក់ថានៅក្នុងបន្លែពណ៌លឿងមានផ្ទុកសារធាតុសរសៃជាតិដែកប្រឆាំងអុកស៊ីតកម្មការពារជំងឺលើសសម្ពាធឈាមបំពេញគ្រាប់ឈាមក្រហមនៅក្នុងខ្លួនជាពិសេសគឺល្អបំផុតសម្រាប់អ្នកដែលមានបញ្ហារឹសដូងបានបន្លែពណ៌លឿងទាំង5ដែលផ្ទុកសារធាតុប្រឆាំងជំងឺពិសេសមានដូចជាម្ទេសផ្លោកពណ៌លឿងម្ទេសផ្លោក3ពូជខុសគ្នាគឺមានពណ៌ក្រហមពណ៌ទឹកក្រូចនិងពណ៌លឿងគេបានសិក្សាឃើញថាម្ទេសផ្លោកពណ៌លឿងគឺមានផ្ទុកសារធាតុវីតាមីន A និងវីតាមីន C ទប់ស្កាត់កុំឲ្យលើសសម្ពាធឈាមសណ្តែកពណ៌លឿងគឺជាគ្រាប់ធញ្ញជាតិដែលមានផ្ទុកនៅសារធាតុប្រឆាំងជំងឺមហារីកជាច្រើនរួមទាំងអេស្តូហ្កាហ្វុនសារធាតុដែលរារាំងការស្រូបយកកូឡេស្តេរ៉ុលដែលបណ្ដាលឲ្យកម្រិតកូឡេស្តេរ៉ុលនៅក្នុងឈាមថយចុះមិនតែប៉ុណ្ណោះជួយរក្សាកម្រិតសម្ពាធឈាមនៅក្នុងរាងកាយឲ្យល្អកុំឲ្យលើសពោតពណ៌លឿងវាសម្បូរទៅដោយវីតាមីន A វីតាមីន B និងវីតាមីន E ក៏ដូចជាសារធាតុរ៉ែជាច្រើនទៀតដែលជួយឲ្យរាងកាយទប់ទល់នឹងបញ្ហារំលាយអាហារដោះស្រាយបញ្ហាទល់លាមកជំងឺឬដូងបាតនិងមហារីកពោះវៀនធំជាដើមគ្រាប់ពោតពណ៌លឿងតូចៗដែលតម្រង់ផ្ទុកសារធាតុ Phytochemical សារធាតុទាំងនេះអាចបញ្ឈប់សារធាតុបង្កមហារីកពីការឆ្លងកោសិកាហើយសារធាតុ Phytochemical នេះក៏អាចជួយឲ្យកោសិកាបញ្ឈប់និងលុបបំបាត់រាល់ការផ្លាស់ប្ដូរដែលស្រដៀងនឹងជំងឺមហារីកផងដែរសរុបជារួមមកបន្លែពណ៌លឿងខាងលើនេះគឺមានគុណប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកដែលមានជំងឺឬដូងបាតចង់ការពារឬដូងបាតកុំឲ្យកើតមានរក្សាសម្ពាធឈាមកុំឲ្យលើសការញ៉ាំអាហារឲ្យបានត្រឹមត្រូវនិងការការពារខ្លួនទុកជាមុនជាជំរឿនដ៏ល្អបំផុតសម្រាប់បង្ការរាងកាយជាមុនប្រៀបដូចជាយើងបានធ្វើរបងការពារជំងឺកុំឲ្យចូលនៅក្នុងខ្លួនអញ្ចឹង